Hey សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់คลิปថ្មីដែលនៅថ្ងៃនេះគឺយើងនឹងមកសម្រាប់សាច់រឿង Raya and the Last Dragon ហើយវាគឺជាសាច់រឿងមួយដែលល្អមើលខ្លាំងមែនតើអញ្ចឹងមុននឹងចូលដល់ខ្លឹមសារនៃคลิปអ្នកទាំងអស់គ្នាកុំភ្លេចចុច like ហើយនិង subscribe ហើយយើងគឺនឹងចូលដល់ខ្លឹមសាររបស់យើងទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមនិយាយពីអាណាចក្រដ៏អស្ចារ្យមួយកាលពី500ឆ្នាំមុនឈ្មោះថាកាមន្ត្រាពលគឺអាណាចក្រនេះពោពេញដោយភាពរីកចម្រើនសប្បុរសបាយហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺមានសត្វនិករីជាអ្នកថែរក្សាជាអ្នកផ្គត់ផ្គង់ឬជាអ្នកហាទឹកភ្លៀងជាដើមប៉ុន្តែរយៈពេលក្រោយមកទៀតក៏លេចវត្តមានបិសាចម្យ៉ាងហៅថាទ្រូនហើយបិសាចមួយនេះមានសមត្ថភាពកែប្រែពីវគ្គមានជីវិតទៅជាថ្មរាល់ពេលដែលវាបានរប៉ាហើយសត្វនិករីក៏ប្រឹងចេញមកទប់ស្កាត់តែក៏ត្រូវបានបិសាចនោះកែប្រែទៅជាថ្មទាំងអស់លើកលែងតែសត្វនិករីស៊ីស៊ូដ៏អស្ចារ្យប៉ុណ្ណោះហើយសត្វនិករីចុងក្រោយនេះបានបញ្ចេញនូវអានុភាពរបស់ខ្លួនដ៏អស្ចារ្យកំចាត់បិសាចទ្រូននិងនាំជីវិតមនុស្សត្រឡប់មកវិញដូចគ្នាហើយលើកលែងតែសត្វនិករីទេដែលមិនត្រឡប់មកវិញហើយសត្វនិករីស៊ីស៊ូនោះបានផ្ដល់នូវត្បូងរបស់ខ្លួនដែលបានបង្កើតមកហើយអាណាចក្រនីមួយៗក៏ចាប់ផ្ដើមដណ្ដើមគ្នាកាន់កាប់ត្បូងមួយនោះហើយអាណាចក្រដ៏អស្ចារ្យនេះក៏បានបែងចែកទៅជា5ដែលរួមមាន Heart, Fang, Talon, Span និង Tail ហើយត្បូងនេះក្រៀកគឺត្រូវបានរក្សាទុកនៅក្នុងទឹកដី Heart រយៈពេល500ឆ្នាំមកទៀតក៏មានក្មេងស្រីម្នាក់ឈ្មោះថា Raya កំពុងត្រៀមខ្លួនខ្លះជាអ្នកការពារត្បូងនេះក្រៀកបន្តពីឪពុករបស់ខ្លួនហើយឪពុករបស់នាងគឺតែងតែមានបំណងប្រាថ្នាមួយគឺចង់ឲ្យទឹកដីទាំងអស់រស់នៅជុំគ្នាមកកើតជាទឹកដីកាមន្ត្រាម្ដងទៀតហើយនៅថ្ងៃប្រជុំនោះ Raya ក៏បានស្គាល់គ្នាជាមួយនឹងកូនស្រីនៅនគរសម្ព័ន្ធ Fang ឈ្មោះថា Namariហើយអ្នកទាំងពីរក៏បានខ្លាចជា best friend គ្នាភ្លាមដោយសារតែការស្រឡាញ់និករីដូចគ្នាណាម៉ារីក៏បាននិយាយថានិករីស៊ីស៊ូនេះគឺមិនទាន់ស្លាប់ទេបើយោងតាមគម្ពីរដែលបានចងក្រងហើយនិករីមួយនេះអាចនឹងកំពុងដេកលក់នៅក្នុងដៃទន្លេណាមួយហើយណាម៉ារីក៏បានឲ្យកដោខ្សែករូបនិករីមួយទៅកាន់រ៉ាយ៉ាគឺដើម្បីធ្វើជាកដោនៃការជួបគ្នាដំបូងរបស់មិត្តភាពពួកគេនឹងឯងដល់ឃើញថាណាម៉ារីនេះគឺជាមនុស្សល្អដូច្នេះរ៉ាយ៉ាក៏បាននាំណាម៉ារីទៅកន្លែងរក្សាទុកត្បូងនិករីតែម្ដងគឺដើម្បីឲ្យណាម៉ារីនឹងទូប៉ុន្តែរឿងដែលហួសចិត្តទៀតនោះគឺថាណាម៉ារីនេះគឺមិនមែនជាមនុស្សល្អទេគឺខ្លួនខំធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីឲ្យរ៉ាយ៉ាទុកចិត្តហើយនាំខ្លួនមកទីនេះហើយខ្លួនក៏បានផ្ដល់សញ្ញាឲ្យម្ដាយដោយសារតែការបន្តគ្នាចូលឡើងនឹងក៏បានធ្វើឲ្យត្បូងនេះក្រៀកបែកហើយបិសាចទ្រូនក៏បានចេញមកម្ដងទៀតដែលដឹងថាត្បូងដែលបែកនោះគឺនៅមានអានុភាពកូនសពនីមួយៗក៏ចាប់បានរើសម្នាក់ម្ដុំហើយដាក់មេប្រូចរត់តែម្ដងចំណែកឪពុករបស់រ៉ាយ៉ាវិញក៏មិនអាចរត់តារួចដោយសារតែមានរបួសខ្លាំងពេកហើយគាត់ក៏បានលះបង់ជីវិតឲ្យរ៉ាយ៉ាចូលទៅក្នុងទឹកក៏ព្រោះតែទឹកហ្នឹងក៏ជាចំណុចខ្សោយរបស់បិសាចទ្រូនដែររយៈពេល6ឆ្នាំមកទៀតរ៉ាយ៉ានិងសត្វចិញ្ចឹមរបស់នាងគឺតុកពេលនេះគឺកំពុងដើរស្វែងរកសត្វនិករីស៊ីស៊ូដ៏អស្ចារ្យនោះតាមពាក្យចចាមរាមហើយនេះគឺជាដៃទន្លេចុងក្រោយសម្រាប់រ៉ាយ៉ាហើយបន្ទាប់ពីនាងបានធ្វើពិធីធ្វើអីហើយនាងក៏បានប្រទះគ្នាជាមួយសត្វនិករីស៊ីស៊ូដ៏អស្ចារ្យនោះប៉ុន្តែអ្វីដែលធ្វើយើងសង្កេតចិត្តទៀតនោះគឺថានិករីមួយនេះគឺមិនមែនជាសត្វនិករីដ៏អស្ចារ្យអ្វីទេហើយចំពោះត្បូងនិករីនេះទៀតសោតគឺត្រូវបានបង្កើតដោយបងរបស់ស៊ីស៊ូហើយស៊ីស៊ូនេះគឺជាអ្នកអក្សរជាងគេហើយនាងគឺប្រើវាដើម្បីបញ្ចប់កិច្ចតែប៉ុណ្ណោះតែក៏មានកំណត់មួយដែរថាបើសិនជាស៊ីស៊ូមានត្បូងនោះពេញលេញប្រហែលជាស៊ីស៊ូអាចប្រើប្រាស់អានុភាពរបស់ខ្លួនក្នុងការកម្ចាត់បិសាចទ្រូននោះបានម្ដងទៀតហើយរ៉ាយ៉ាក៏បាននាំស៊ីស៊ូទៅកន្លែងរក្សាទុកត្បូងនិករីនៅក្នុងបន្ទាប់ពីស៊ីស៊ូទទួលបានត្បូងពីចំណិតហើយស៊ីស៊ូក៏មានសមត្ថភាពដូចជាបងរបស់ខ្លួនគឺដូចជាបញ្ចេញព្រលឺឬក៏ប្រែក្លាយទៅជាមនុស្សឲ្យជាដើមប៉ុន្តែជាសោយអ្វីរ៉ាយ៉ានិងស៊ីស៊ូក៏បានទៅប្រទះគ្នាជាមួយនឹងណាម៉ារីហើយពួកគេក៏បានធ្វើការរត់គេចពីណាម៉ារីគឺនឹងបាសសក់តែម្ដងដោយសារតែណាម៉ារីនឹងគឺមានកងទ័ពចឹងហើយគឺថាពួកគេគឺអាចស៊ូបានទេហើយពួកគេក៏បានឡើងទៅលើទូករបស់កូនមួយគឺមានឈ្មោះថាបូនហើយគឺថាទូករបស់បូននេះគឺថាមហាសែនយឺតដែរអញ្ចឹងហើយស៊ីស៊ូក៏បានប្រែកាឡាទៅជានាគរុញទូកហ្នឹងទៅយ៉ាងលឿនតែម្ដងព្រោះរ៉ាយ៉ាទោះបីឃើញថាបូននេះជាក្មេងល្អកម្រិតណាក៏ដោយក៏រ៉ាយ៉ាហ្នឹងគឺនៅតែຕົកចិត្តដែរគឺព្រោះតែនាងគឺមានបទពិសោធន៍ហើយគម្រោងបន្តរបស់រ៉ាយ៉ាហ្នឹងគឺទៅលួចត្បូងពីទឹកដី Talon ព្រោះរ៉ាយ៉ាក៏បានប្រាប់ឲ្យស៊ីស៊ូនៅខាងក្រៅក៏ព្រោះតែទីក្រុងនេះគឺជាទីក្រុងមហាសែនស្កែមហីពេលដែលចូលទៅដល់ក្នុងទីក្រុងរ៉ាយ៉ាក៏ត្រូវបានអូនតូចម្នាក់ចង់មកលួចត្បូងប៉ុន្តែក៏ត្រូវបាននាងចាប់ជាប់មកវិញហើយនាងក៏ដឹងថាអូនតូចម្នាក់ហ្នឹងគឺឪពុកម្ដាយរបស់គាត់ហ្នឹងគឺខ្លាចជាថ្មហើយរាល់ថ្ងៃគឺរស់នៅជាមួយសត្វស្វាប្រមាណក្បាលនេះព្រោះរ៉ាយ៉ាវិញក៏បានផ្ដល់ការងារសុចរិតមួយឲ្យអូនសីមីហ្នឹងគឺឲ្យអូនសីមីនេះទៅពង្រឹងដានមេកូនសម្ព័ន្ធហ្នឹងហើយចំពោះអ្នកក្រីស៊ីស៊ូវិញគឺថានៅស្ងៀមមិនបានទេគឺដោយសារតែគាត់ហ្នឹងគឺចង់ទិញកាដូដើម្បីយកទៅដកដូរជាមួយត្បូងអ្នកក្រីជាមួយមេកូនសម្ព័ន្ធហ្នឹងប៉ុន្តែដោយសារតែគាត់អត់លុយក៏ត្រូវបានគេចោមរោគទាលុយឡើងពេញហ្នឹងតែម្ដងតែភ្លាមនោះក៏លេចនៅស្ត្រីចំណាំម្នាក់បានជួយស៊ីស៊ូហើយតែប៉ុន្តែស្ត្រីចំណាំម្នាក់នោះគឺជាមេកូនសម្ព័ន្ធនៃទឹកដីថាឡុនហ្នឹងឯងហើយគាត់ក៏បានគម្រាមស៊ីស៊ូថាបើចង់មានជីវិតហ្នឹងគឺឲ្យប្រាប់គាត់ពីទីតាំងនៃអ្នកត្បូងផ្សេងទៀតមកហើយភ្លាមនោះរ៉ាយ៉ាក៏បានជិះតុកចូលមកជួយសង្គ្រោះស៊ីស៊ូបានសម្រេចហើយគាត់តែស៊ីស៊ូបានកាន់ត្បូងនេះភ្លាមស៊ីស៊ូក៏កាន់សមត្ថភាពថ្មីភ្លាមគឺការបញ្ចេញអាប់នឹងឯង
ហើយក៏ដែរបន្តរបស់ពួកគេគឺទឹកដីស្ប៉ែនពេលរយៈទៅដល់ពួកគេក៏បានទៅប្រទេសគ្នាជាមួយនឹងម៉ារីមិត្តភក្តិកាលពីក្មេងរបស់រាយ៉ាក៏បានទៅប្រយោជន៍ពីពេលឲ្យអ្នកផ្សេងទៀតរត់គេចដោយសុវត្ថិភាពដោយស៊ីស៊ូឃើញថារាយ៉ាមានគ្រោះថ្នាក់ស៊ីស៊ូក៏បានចេញទៅជួយរាយ៉ាតែម្ដងហើយម៉ារីគ្រាន់តែឃើញថានាងស៊ីស៊ូនេះនៅមានជីវិតបែបនេះគឺភ្លាំងស្មារតីភ្លាមចំពោះស៊ីស៊ូបន្ទាប់ពីទទួលបំណែកត្បូងទី4ពីថងនៃមេកូសម្ព័ន្ធស្ប៉ែនហើយគាត់ក៏កាន់សមត្ថភាពថ្មីមួយទៀតគឺការហៅទឹកភ្លៀងហើយពួកគេក៏បានពិភាក្សាគ្នាដើម្បីរៀបចំគម្រោងវាយលុកចូលទឹកដីហ្វ្រេងតែម្ដងចំពោះស៊ីស៊ូគាត់ក៏មានគម្រោងការផ្ទាល់ខ្លួនរបស់គាត់ដែរគឺការទិញកាដូយកទៅឲ្យណាម៉ារីហើយពេលនោះណាម៉ារីគឺនឹងឲ្យត្បូងនេះក្រែងមកគាត់ដោយស្រួលនឹងឯងដែលដឹងថារាយ៉ាគិតបែបនេះស៊ីស៊ូក៏បាននាំរាយ៉ានៅកន្លែងដែលសត្វនេះក្រែងចុងក្រោយបានប្រយុទ្ធគ្នាជាមួយនឹងវិសាចទ្រូនហើយខ្លួនក៏បានរំលឹកនៅថាកាលពីពេលហ្នឹងគឺថាសត្វនេះក្រែងបងប្អូនរបស់នេះស៊ីស៊ូហ្នឹងគឺបានប្រមូលធម្មពលគ្នាដើម្បីបង្កើតជាត្បូងនេះក្រែងដែលមាននៅពេលបច្ចុប្បន្ននេះហើយនៅពេលហ្នឹងគឺថានេះក្រែងទាំងអស់គឺបានខ្លាចជាថ្មអស់ហើយគឺនៅលេងតែស៊ីស៊ូតែប៉ុណ្ណោះប៉ុន្តែអ្វីដែលពួកគេចង់ចាំហ្នឹងគឺពួកគេគិតថាស៊ីស៊ូម្នាក់នេះគឺនឹងមានអានុភាពកម្ចាត់បិសាចទ្រូននឹងឯងហើយដោយសារតែកម្លាំងនៃភាពជឿជាក់ក៏អាចធ្វើឲ្យស៊ីស៊ូហ្នឹងបញ្ចេញអានុភាពរបស់ខ្លួនកម្ចាត់បិសាចទ្រូនបានទៅលើសម្ដីរបស់ស៊ីស៊ូបែបនេះហើយរាយ៉ាក៏បដូរកំណត់នឹងឲ្យអូនសៃម៉ៃនេះយកបន្តខ្សែកដែលណាម៉ារីឲ្យខ្លួនពីលើកមុនហ្នឹងយកទៅឲ្យណាម៉ារីហើយណាម៉ារីក៏យកព្រមក្នុងការឲ្យត្បូងនេះក្រែងហ្នឹងទៅកាន់ស៊ីស៊ូប៉ុន្តែរឿងដែលហួសចិត្តហ្នឹងគឺថាណាម៉ារីនេះគឺចង់បានទាំងត្បូងនេះក្រែងដែលមាននៅរាយ៉ាទាំងអស់ហើយនឹងនេះក្រែងស៊ីស៊ូទៅវិញដូចគ្នាហើយពេលនោះរាយ៉ាក៏អត់ទ្រាំនឹងដកដាស់វាប្រហែលទៅលើណាម៉ារីជាហេតុដែលធ្វើឲ្យក្របធ្នូនោះបានសម្ដៅទៅលើដើមទ្រូងនេះចុងក្រោយមួយនេះហើយគ្រាន់តែនេះចុងក្រោយមួយនេះស្លាប់ភ្លាមទឹកទន្លេក៏ចាប់ដើមរីងហើយបិសាចទ្រូងគឺចាប់ដើមបានដែរនឹងចូលមកយីដល់ប្រជាជននៅក្នុងទឹកដីហ្វេងមួយនេះចំណែករាយ៉ាក៏កាន់ត្បូងមួយចំណិតជាមួយដាវរបស់នាងចូលទៅប្រយុទ្ធគ្នាស៊ីសាច់ហឹកឈាមជាមួយនឹងណាម៉ារីតែម្ដងចំណែកគ្នារបស់រាយ៉ាវិញក៏ចាប់ដើមជួយប្រជាជនតាមដែលមានលទ្ធភាពហើយរាយ៉ាពេលនេះដោយសារតែគំនុំបានចិត្តគាត់ក៏មានសមត្ថភាពខ្លាំងជាងណាម៉ារីហើយគាត់ក៏សម្រេចចិត្តដូរវិញនៅពេលដែលឃើញថាគ្នារបស់គាត់នឹងគឺកំពុងតែមានគ្រោះថ្នាក់ហើយណាម៉ារីក៏ចាប់ដើមផ្លាស់ប្ដូរការគិតដូចគ្នាប៉ុន្តែពេលនេះគឺបណ្ដារបស់គាត់ក៏បានខ្លាចជាថ្មដូចគ្នាដោយសារតែគ្មានរបបហើយគាត់ក៏បានចេញមកជួយគ្នារបស់រាយ៉ាក៏តែឃើញដល់សម្ដីរបស់នាងស៊ីស៊ូហើយគាត់ក៏ដឹងថាបើចង់ឈ្នះសង្គ្រាមមួយនេះគឺឲ្យអ្នកទាំងអស់គ្នានឹងគឺមានជំនឿចិត្តទៅលើគ្នាទៅវិញទៅមកហើយដោយសារតែប្រឹងនិយាយឲ្យគ្មានអ្នកស្ដាប់រាយ៉ាក៏សម្រេចចិត្តកាន់ត្បូងឲ្យនៅណាម៉ារីគឺមានន័យថាគាត់គឺជឿទុកចិត្តទៅលើណាម៉ារីហើយគាត់ក៏បានប្រឡែងខ្លួនឲ្យបិសាចទ្រូនយកទៅមុនគេដោយឃើញការលះបង់របស់រាយ៉ាបែបនេះអ្នកគ្រប់គ្នាក៏មានជំនឿចិត្តទៅលើណាម៉ារីនៅផុតត្បូងម្នាក់ម្ដុំឲ្យទៅកាន់ណាម៉ារីយកទៅផ្គុំប៉ុន្តែពេលដែលណាម៉ារីផ្គុំហើយត្បូងក៏ហាក់ដូចជាគ្មានវិជ័យលទ្ធផលអ្វីនឹងរៀបនឹងអស់តាមប្រពន្ធណាម៉ារីក៏បានឈរទៅអបសាកសពមិត្តរបស់នាងប៉ុន្តែមួយរំពេចនោះអត្តពលនៃការជឿជាក់មួយនេះក៏បានបញ្ចេញយ៉ាងខ្លាំងក្លាហើយក៏បាននាំយកជីវិតមនុស្សនិងសត្វនីក្រីត្រឡប់មកវិញទន្លេដែលធ្លាប់តែអត់ទឹកក៏មានទឹកត្រឡប់មកវិញសត្វនីក្រីក៏បានហោះចេញមកយ៉ាងសប្បាយរីករាយហើយសត្វនីក្រីស៊ីស៊ូក៏បានត្រឡប់មកវិញដូចគ្នាហើយអ្នកដែលបាត់គ្រួសារកាលពី6ឆ្នាំមុនក៏ត្រឡប់មករកគ្រួសារវិញរាយ៉ាក៏មកត្រឡប់មករកឪពុករបស់ខ្លួនវិញហើយអ្នកគ្រប់គ្នាក៏បានត្រឡប់មកទឹកដីហឺតនេះដើម្បីប្រមូលក្តុំគ្នាបង្កើតជាទឹកដីកម្ពុជាដ៏រីកចម្រើនម្ដងទៀតចំណែកនីក្រីស៊ីស៊ូក៏បានហោះហើរជាមួយបងប្អូនរបស់ខ្លួនយ៉ាងសប្បាយម្ដងទៀតហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេច Subscribe Channel YouTube ខ្ញុំម្នាក់មួយផង